ngày nắng bông ca che lôi bầm muối rồi đà la tinh tray thu na màu pi bát tê cà rê đầm bay bay nè có rong tít sân bông ôn từng học cái ní ôi cái này cứ the best mà đong sầm bông ca cứ che lôi bầm muối rồi đà la đầm bay tinh nơi tray bà thu na nơi bát tê Japan vô màu nhàm ở kun khang mình tên đó bông cá chân spa cũng bông từng học cái ní mà mưa nơi vlog phơi nhom nơi lưỡi con này nè cứ ca vô thầy thu na đại màu pi bát tê Japan ôi thu naนี่คือsạch ngay khang mình tênบางคนទាំងអស់គ្នាជាទូទៅបងប្អូនទាំងអស់គ្នាធ្លាប់តែញ៉ាំនៅប្រភេទត្រីសាមុនដែលគេវះស្រាប់ស្រស់ពាក់ពេលខ្លះទៅក៏មានត្រីសាមុនបែបចិញ្ចឹមនៅតាមប្រទេសគេពេលខ្លះក៏មានត្រីសាមុននៅសមុទ្រដែរបាទធម្មជាតិនេះគឺជាទូណារបស់ប្រទេសជប៉ុនដែលបង្ការយករហូតមកដល់កោះរ៉ុងអូយទូណានេះមួយល្បាក់ប្រហែលជា10គីឡូហើយបងប្អូនទាំងអស់គ្នានិយាយពីថាសាច់វិញគឺអូយ fresh សាហាវតែម្ដងសាច់ឆ្ងាញ់ខ្លាំងមែនទែនពាក់ព័ន្ធទៅនឹងសាច់បើចំពោះទូណាវិញហើយថៃនេះភាគច្រើនគឺគេញ៉ាំឆៅបងប្អូនទាំងអស់គ្នាហើយបងប្អូនខ្លះគាត់ធ្លាប់ស្គាល់ហើយគាត់ធ្លាប់ទៅហាងជប៉ុនហាងកូរ៉េអីគាត់ធ្លាប់ញ៉ាំនៅប្រភេទទូណានេះគឺឆ្ងាញ់និយាយចំទូណាគឺប្រភេទសាច់ត្រីដែលថ្លៃជាងត្រីសាមុនទៀតបងប្អូនទាំងអស់គ្នាប្រភេទត្រីទូណាគឺសាច់គឺដូចសាច់គោអញ្ចឹងបងប្អូនទាំងអស់គ្នាឡើងក្រហមឆ្អៅតែម្ដងហើយមានទូណាខ្លះអ្នកមានខ្លះគាត់កំងញ៉ាំរហូតដល់រាប់ម៉ឺនដុល្លារឯណោះហើយវីដេអូនេះមិនមែនជាការអួតអាងមិនមែនជាការ show បង្ហាញថារបស់កាលីបយើងញ៉ាំអីទេគ្រាន់តែថាដោយសារតែបង្ការគាត់មកកោះរ៉ុងទៅគាត់យកត្រីទូណាមកផ្ញើខ្ញុំក៏ធ្វើប្លុកមួយបង្ហាញបងប្អូនទាំងអស់គ្នាឲ្យបងប្អូនបានដឹងថាប្រភេទត្រីទូណាគឺជាប្រភេទត្រីដែលថ្លៃជាងគេនៅតាមបណ្ដាប្រទេសផ្សេងបងប្អូនទាំងអស់គ្នាបងប្អូនដឹងហើយទូណាគឺជាត្រីមួយនៅប៉ែកសមុទ្រភាគច្រើននៅខាងក្នុងសមុទ្រធំហើយសាច់ត្រីទូណានេះគឺអូនិយាយទៅ fresh ខ្លាំងមែនទែនគឺយើងញ៉ាំឆៅគឺឆ្ងាញ់ខ្លាំងយើងភ្លាញ៉ាំឆៅខ្លះហើយយើងយកទៅខដោយសារតែត្រីយើងធំចឹងយើងញ៉ាំច្រើនមុខមែនទែននិយាយទៅបងប្អូនទាំងអស់គ្នាដែលធ្លាប់ញ៉ាំត្រីទូណាបងប្អូនប្រហែលជាយល់អារម្មណ៍ត្រីទូណាថាវាឆ្ងាញ់ខ្លាំងមែនទែនយើងញ៉ាំឆៅយើងផ្លែញ៉ាំឆៅស្រស់អូឆ្ងាញ់ខ្លាំងហើយបើនិយាយវាសាច់វាគឺអត់ឆ្អាបទេបងប្អូនទាំងអស់គ្នាគឺផុយលកមហើយគឺស្រស់ញញឹមតែម្ដងណាបើបងប្អូនដែលអត់ទាន់បានញ៉ាំប្រភេទត្រីទូណាបងប្អូនទាំងអស់គ្នាប្រកាសជាឆ្ងល់ថាសាច់ត្រីនេះយ៉ាងម៉េចនិយាយទៅសម្រាប់ខ្ញុំគឺខ្ញុំគិតថាត្រីទូណាហើយនឹងត្រីសាមុនខ្ញុំចូលចិត្តត្រីទូណាជាងត្រីសាមុនដោយសារតែត្រីទូណាប្រភេទសាច់វាគឺផុយលកមហើយសាច់វាគឺ fresh ខ្លាំងមែនទែនបើនិយាយទៅពិបាកបញ្យល់អារម្មណ៍ហ្នឹងណាបើសិនជាបងប្អូនទាំងអស់គ្នាធ្លាប់ញ៉ាំត្រីទូណានេះបងប្អូនប្រកាសជាដឹងតាមបណ្ដាហាងជប៉ុនឬក៏ហាងកូរ៉េដែលយើងទៅញ៉ាំហ្នឹងគឺគេតែងតែ slide ឲ្យយើងញ៉ាំប្រភេទជាដុំតែដោយសារតែថ្ងៃនេះបង្ការក៏ដាក់ផ្ញើមកគឺពិសេសខ្លាំងគឺជិត10គីឡូហ្នឹងតាមតែគាត់ប្រាប់គឺតម្លៃ600ជាង$6ជាងហើយខ្ញុំក៏អត់ដឹងច្បាស់ថាគាត់ទិញមកប្រហែលដែរគាត់ប្រាប់ចឹងហើយយើងក៏ធ្វើជា vlog មួយសម្រាប់បង្ហាញបងប្អូនខ្លះដែលបងប្អូនមិនទាន់បានស្គាល់ត្រីទូណាឲ្យបងប្អូនបានដឹងបានឃើញពីការ filet ក៏ដូចជាការផ្លះយកសាច់ឲ្យយើងទាំងអស់គ្នាមិនមែនជាតែជំនាញក្នុងការ filet យកសាច់ត្រីទូណាទេដោយសារតែយើងធ្វើខ្លួនឯងចឹងយើងមានបទពិសោធន៍ខ្លះយើងបង្ហាញប្រាប់បងប្អូនហើយខ្ញុំនៅនិយាយបញ្ជាក់ដែរថាវីដេអូនេះមិនមែនជាការអួតអាងអីទេយើងមានត្រីក៏យើងថតបង្ហាញបងប្អូនឲ្យបានបងប្អូនខ្លះដែលអត់ស្គាល់បងប្អូនបានឃើញតែដឹងថាប្រភេទហ្នឹងត្រីទូណាហើយបងប្អូនដែលចង់កាត់វីដេអូសម្រាប់ក្រុមគ្រួសារអាចចូលមកក្រោម comment ខ្ញុំដាក់ link ឲ្យបងប្អូនចុចពីលើ link ហ្នឹងទៅអាចចូលមករៀនបានហើយខ្ញុំមិនមែនជាគ្រូអ្នកណាទាំងអស់អញ្ចឹងសង្ឃឹមថាបងប្អូនចេះកាត់ពាក់ព័ន្ធមកនឹង vlog ខ្ញុំនៅលើកោះវិញថ្មីនេះនៅខែ11ខ្ញុំនឹងបើកនៅផ្ទះលំហែផងខ្ញុំឲ្យបងប្អូនអាចមកលេងនៅ vlog ខ្ញុំក៏ដូចជាផ្ទះលំហែខ្ញុំលើកោះបានហើយមួយទៀតបងប្អូនអាចចូលរួមបាននៅសមុទ្រឬក៏ខ្ញុំថតបាតសមុទ្រឲ្យបងប្អូនមើលដោយសារតែខែនេះមុនខែ11ខ្ញុំមិនទាន់បានផលិតវីដេអូនៅក្នុងបាតសមុទ្រល្អឲ្យបងប្អូនបានមើលទេព្រោះទឹកនៅល្អបើខែ11ទៅបងប្អូនទាំងអស់គ្នាប្រកាសជាឃើញនៅវីដេអូក្រោមបាតសមុទ្រហើយបងប្អូនមកលេងចាំខ្ញុំធ្វើ guide សម្រាប់នាំបងប្អូនទាំងអស់គ្នាឲ្យមកលេងនៅទឹកដីសមុទ្រប៉ែកកោះរ៉ុងគឺមានកោះចំនួន2មានរងសលឹមហើយនិងរងធម្មតារងសលឹមគឺមានភូមិមួយគេហៅថាភូមិ23ហើយនិងកោះរ៉ុងធម្មតាហ្នឹងដែលមានភូមិចំនួន4មានភូមិកោះតូចភូមិព្រៃស្វាយភូមិសុកសានហើយនិងភូមិដើមថ្កូវបើសិនជាបងប្អូនមកលេងនៅកោះរ៉ុងខ្ញុំនឹងនាំបងប្អូនទៅ trip កំសាន្តនៅតំបន់រមណីយដ្ឋានជាច្រើននៅលើកោះរ៉ុងគឺមានទីកន្លែងសប្បាយច្រើនណាស់មានឆ្នេរសមុទ្រមានព្រែកកោងកាងមានតំបន់ទេសចរមានទឹកធ្លាក់មានកន្លែងអំពៃជំនឿក៏ដូចជាមានឆ្នេរស្អាតមាន resort ស្អាតហើយនឹងមានផែដែលគេលក់នៅគ្រឿងសមុទ្រស្រស់ៗជាច្រើនអញ្ចឹងបងប្អូនដែលចង់ឃើញនៅគ្រឿងសមុទ្របងប្អូនអាច comment បានខ្ញុំនឹងធ្វើវីដេអូពាក់ព័ន្ធនឹងគ្រឿងសមុទ្រឲ្យបងប្អូនបានដឹងបានទិញនៅតម្លៃថោកសមរម្យហើយមួយទៀតត្រៀមទស្សនានៅបាតសមុទ្រឆាប់ៗនេះខ្ញុំនឹងផលិតវីដេអូនៅក្រោមសមុទ្រឬក៏ក្នុងសមុទ្រដើម្បីបង្ហាញនៅប្រភេទត្រីប្រភេទសត្វសម្ភារៈគេហៅថា
ជីវៈចម្រុះនៅក្នុងសមុទ្រហើយខ្ញុំនឹងព្យាយាមទៅកោះសង្សារដើម្បីថតបង្ហាញបងប្អូនណាខ្លះចង់ឃើញកោះសង្សារចង់ឃើញបាតសមុទ្រនៅកោះសង្សារជួយខមមិនទាំងអស់គ្នាមួយដើម្បីខ្ញុំផ្តិតរូបភាពទាំងអស់នេះចែករំលែកជូនទៅកាន់បងប្អូនខ្មែររបស់យើងព្រោះថាបងប្អូនធ្លាប់តែមើលនៅបាតសមុទ្រស្រុកគេបងប្អូនមិនទាន់បានឃើញបាតសមុទ្រស្រុកខ្មែរថាបាតសមុទ្រស្រុកខ្មែរមានជីវៈចម្រុះស្រស់ស្អាតកម្រិតណាផ្កាថ្មត្រីរុក្ខជាតិក៏ដូចជាបាទសត្វផ្សេងៗនៅក្នុងបាតសមុទ្រអញ្ចឹងសង្ឃឹមថាបងប្អូនគាំទ្រវីដេអូខ្ញុំបន្តទៀតខ្ញុំនឹងផលិតវីដេអូនៅបាតសមុទ្រឲ្យច្រើនឲ្យបងប្អូនខ្មែរបានឃើញបាតសមុទ្រស្រុកខ្មែរមិនចាញ់បាតសមុទ្របរទេសទេនិយាយមកកាន់ត្រីធូណារបស់យើងបន្តិចបងប្អូនខ្លះគាត់និយាយទៅគាត់ថាស្គាល់អ្នកខ្លះគាត់ស្គាល់ត្រីធូណានេះអ្នកខ្លះមានហ៊ានចំណាយលុយរាប់ម៉ឺនដុល្លារទៅញ៉ាំត្រីធូណាដោយសារតែត្រីធូណាគឺជាប្រភេទត្រីមួយដែលថ្លៃហើយពិបាករកនៅក្នុងសមុទ្រផ្សេងអញ្ចឹងអ្នកខ្លះគាត់មានលុយគាត់មហាសេដ្ឋីឬក៏គាត់មានចំណូលគាត់អាចចាយលុយដើម្បីញ៉ាំត្រីធូណាបានអញ្ចឹងវីដេអូនេះដូចតែខ្ញុំជម្រាបបងប្អូនថាមិនមែនជាការអួតអាងអីទេបងប្អូនដោយសារតែយើងបានហូបក៏យើងចង់ថតបង្ហាញប្រាប់បងប្អូនឲ្យបានស្គាល់បានដឹងថាត្រីនេះគឺហូបមិនត្រីនេះតម្លៃមិនកុំឲ្យអ្នកខ្លះគេមកចេះតែកុហកយើងថាថ្ងៃនេះចេះថ្ងៃនេះចុះបងប្អូនធ្លាប់មើល vlog ខ្ញុំបងប្អូនដឹងហើយថាខ្ញុំភាគច្រើនខ្ញុំនិយាយឯការពិតអញ្ចឹងបងប្អូនមើលវីដេអូខ្ញុំទៅពេលខ្លះបើសិនជាគេអួតឬក៏គេកុហកឲ្យបងប្អូនបានដឹងថាអូអានេះត្រីធូណានេះក៏ហូបឆៅអានេះគេផ្លះញ៉ាំមិនពេលខ្លះទៅយើងយកញ៉ាំតាមគេដែរហើយសម្រាប់ខ្ញុំគឺខ្ញុំតែងតែច្នៃម្ហូបអីថ្មីប្លែកសម្រាប់បងប្អូនទាំងអស់គ្នាទស្សនានៅវីដេអូ vlog របស់ VJ Dada ហើយខ្ញុំអរគុណមែនទែនសម្រាប់ការឆ្លាញ់បងប្អូនទាំងអស់គ្នាគ្រប់ពេលវេលានៅលើកោះរ៉ុងតែខ្ញុំតែងតែផលិតនៅវីដេអូពាក់ព័ន្ធនឹងគ្រឿងសមុទ្រក៏ដូចជាពាក់ព័ន្ធទៅនឹងបាតសមុទ្រហើយនឹងក្នុងសមុទ្រអញ្ចឹងសង្ឃឹមថាបងប្អូននៅតែគាំទ្របន្តទៀតបងប្អូនគាត់ឆ្ងល់គាត់ឆ្ងល់គាត់ថាត្រីធូណាត្រីសមុទ្រអីមាននៅសមុទ្រអាត្លង់តិកមានអីណាហើយខ្ញុំប្រាប់គាត់ជឿថាមានមែននៅសមុទ្រអាត្លង់តិកក៏គេមានត្រីប្រភេទត្រីសមុទ្រដែរត្រីសមុទ្រនៅប្រភេទអាត្លង់តិកគឺឆ្ងាញ់ខ្ញុំធ្លាប់ទៅអូស្ត្រាលីញ៉ាំអញ្ចឹងខ្ញុំដឹងហើយពេលខ្លះមកវិញគាត់ជឿគាត់ថាខ្ញុំកាន់ជើងគ្នាមួយការអរគុណការខ្លាំងមែនទែនសម្រាប់ការផ្ដល់ជូននៅត្រីធូណាមួយក្បាលជិត10គីឡូដែលយកពីប្រទេសជប៉ុនមកគាត់កំងឲ្យហើយឆ្ងាញ់ខ្លាំងអញ្ចឹងវីដេអូនេះមិនមានជាការអួតអីទេគ្រាន់តែចង់បង្ហាញប្រាប់បងប្អូនថាបើសិនជាយើងបានញ៉ាំត្រីធូណាយើងគួរតែញ៉ាំរបៀបម៉េចហើយយើង fillet សាច់វារបៀបម៉េចឲ្យបានសាច់វាឆ្ងាញ់យកមកញ៉ាំហើយកន្លែងនេះបងប្អូនទាំងអស់គ្នាខ្ញុំនិយាយត្រង់មែនណាសាច់ត្រីធូណានេះគឺអត់មានឆ្អាបទេហូបឆៅគឺឆ្ងាញ់បងប្អូនមួយចំនួនដែលគាត់ឃើញគាត់ថាហូបរបស់ឆៅទេនញ៉ាព្រូនអីអាហ្នឹងវាជាការគិតរបស់បងប្អូនត្រូវចាំថាបងប្អូនចូលខមមិនហ្នឹងជួយថាបងប្អូនមិនដែរញ៉ាំផងឬតែគេនិយាយហ្នឹងខមមិនបងប្អូនត្រូវដឹងថារបស់ខ្លះគេញ៉ាំប្រភេទឆៅហើយនោះមិនវិននៅពីក្រោយនោះកំពុងតែខឹងខ្លាំងរឿងខ្ញុំនិយាយបង្ហាញថាមានសមុទ្រនៅអាត្លង់តិកបងប្អូនខ្លះអត់ដែរញ៉ាំទេឲ្យតែឃើញគេនិយាយចូលទៅខមមិនសិតតែអានេះវាសត្វល្អិតអានេះវាទេនញ៉ាបងប្អូនអើយជឿខ្ញុំទៅសម័យនេះហើយគេឆ្លាតណាស់គេញ៉ាំរបស់អីគេមានថ្នាំប្រសាទគេមានអីគេមានលេបគេមានអីហើយត្រីនេះគឺមិនមែនញ៉ាំទៅទេនញ៉ាញ៉ាំទៅព្រួយទេបងប្អូនទាំងអស់គ្នាព្រូនស្អីទេដូចខ្ញុំញ៉ាំ oyster បងប្អូនខ្លះគាត់ចោទថាអញ្ចេះថាអញ្ចោអូយបងប្អូនខ្លះអត់ដែរញ៉ាំទេតែប្រកែចូលខមមិនហើយខ្ញុំមិនខឹងបងប្អូនទេពេលខ្លះបងប្អូនឮទៅតាមគេនេះបងការគាត់ដាក់អូយគាត់ថាឆ្ងាញ់ខ្លាំងមែនទែនត្រីធូណាហ្នឹងអញ្ចឹងបងប្អូនមានត្រីធូណាបងប្អូនអាចយក fillet ញ៉ាំបែបនេះទៅហើយឬក៏បងប្អូនចេះបាទមុខម្ហូបអីផ្សេងបងប្អូនអាចចូលមកខមមិនបន្តទៀតដើម្បីចែកម្លែកហើយដូចតែនិយាយទាំងអរគុណបង្ការហើយបង្ការគឺជាមនុស្សដែលចិត្តបានខ្លាំងមែនទែននៅលើកោះរ៉ុងអញ្ចឹងបងប្អូនទាំងអស់គ្នាមកលេងកោះរ៉ុងកុំភ្លេចជួបមួយការឬក៏មកលេងកន្លែងខ្ញុំពួកយើងមាន resort យើងមានផ្ទះលំហែយើងមានម៉ូតូទឹកយើងមានទូកយើងមានកន្លែងញ៉ាំអីយើងមានបារសម្រាប់រំលេងនៅជាប់មាត់សមុទ្រចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងមកលេងខែ11ហើយអាចស្នាក់នៅផ្ទះលំហែខ្ញុំបាននៅកោះរ៉ុងហើយផ្ទះលំហែខ្ញុំតាមតែខ្ញុំគិតខ្ញុំនឹងដាក់ឈ្មោះថាផ្ទះលំហែកោះរ៉ុងបាទបងប្អូនទាំងអស់គ្នាអញ្ចឹងកុំភ្លេចមករកផ្ទះលំហែកោះរ៉ុងមកខ្ញុំមានតែប្រហែលបន្ទប់ទេសម្រាប់ស្នាក់នៅបែបធម្មជាតិសង្ឃឹមថាបងប្អូនទាំងអស់គ្នាគ្រប់គ្រងនៅវីដេអូរបស់ខ្ញុំក៏ដូចជាកន្លែង business ថ្មីរបស់ខ្ញុំនៅលើកោះរ៉ុងអរគុណក្តីស្រឡាញ់អ្នកកោះរ៉ុងអរគុណប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាដែលស្រឡាញ់នៅកោះរ៉ុងកុំភ្លេចចូលរួមរក្សាបរិស្ថានទាំងអស់គ្នាហើយមកលេងកោះរ៉ុងខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅសប្បាយនៅគ្រប់ភូមិគ្រប់ស្រុកទាំងអស់គ្នានៅភូមិនៅលើកោះរ៉ុងក៏ដូចជាដែនសមុទ្រការចាប់ត្រីការនេសាទត្រីនេសាទមឹកយកកម្មប្រមាមួយទឹកមើលផ្កាថ្មបងប្អូនតាក់ទងមកក៏ដូចជាតាក់ទងបងប្អូនហ៊ីមកបងប្អូនហ៊ីនឹងរៀបចំជូនសម្រាប់បងប្អូនទាំងអស់គ្នាហើយទុកបងប្អូនហ៊ីគឺតម្លៃសមរម្យមែនតើលេខទូរស័ព្ទគាត់គឺ096 72 79 979អ្នកដែលជំនាញរោត្រីឬនាំបងប្អូនទាំងអស់គ្នាទៅនេសាទនៅសមុទ្របងប្អូនហ៊ីនឹងហើយអញ្ចឹងលេខទូរស័ព្ទគាត់មានបងប្អូនអាចតាក់ទងបានយើងនឹងជួបគ្នានៅវីដេអូក្រោយឆាប់ពាក់ព័ន្ធទៅនឹងបាតសមុទ្រនៅស្រុកខ្មែរខ្ញុំនឹងផលិតវីដេអូបាតសមុទ្រឲ្យបងប្អូនទាំងអស់គ្នាមើលឲ្យព្រឺព្រួចរហូតដល់ឋានព្រះច័ន្ទតែម្ដងនិយាយលេងសង្ឃឹមថាបងប្អូនទាំងអស់គ្នាគ្រប់គ្រងនៅវីដេអូនៅក្នុងបាតសមុទ្រសម្រាប់ខ្ញុំបាទ VJ Dada នៅកោះរ៉ុងភូមិកោះតូចអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណសម្រាប់អ្នកទាំងអស់គ្នាដែលបានស្រឡាញ់នៅ VJ Dada នេះអរគុណជំរាបលាជួបគ្នានៅវីដេអូក្រោយបាយបាយអរគុណសម្រាប់ការស្រឡាញ់និង share បាយបាយ